មកទៀតហើយរបស់កម្ររបស់ឆ្ងាញ់របស់ដែលមិនងាយមាននៅលើពិភពលោកដូច្នេះបងប្អូនចង់ដឹងថាតើជាអ្វីចូលកុំភ្លេចតាមដានទស្សនាវីដេអូខ្ញុំឲ្យចប់បងប្អូនណាឥឡូវខ្ញុំប្រាប់ពីវិធីចម្អិននិងបបរគ្រឿងនិងផ្សិតកាចូលដូចតទៅដូច្នេះបងប្អូនកុំនៅចាំយូរអូខេទៅតាមដានទស្សនាវីដេអូនេះជាមួយខ្ញុំដូចតទៅបាទសូមគោរពជំរាបសួរពុកម៉ែជាទីគោរពនិងជាទីរាប់អានបាទវិលមកវិញទៀតហើយគឺវិលមករត់នេះគឺប្លែកពីរដងវីដេអូរដងគឺខ្ញុំបានផុសពី vlog ផ្សេងមានការធ្វើដំណើររាជការទៅអីហ្នឹងណាតែលើកនេះគឺយើងមក unboxing បន្លែពីស្រុកមកវិញបាទហើយនៅក្នុងកេសនេះគឺប៉ាគាត់ផ្ញើមកឲ្យពីស្រុកមកពងឃើញមានទំពាំងមានស្លឹកបាសមានស្អំហើយអ្វីជាពិសេសគឺនេះខាងក្រោមគឺផ្សិតកាចូលបាទផ្សិតកាចូលគឺជារុក្ខជាតិមួយប្រភេទដែលកម្រនៅក្នុងស្រុកយើងអាចនិយាយបានថាអញ្ចឹងព្រោះវាមួយឆ្នាំវាដុះបានតែម្ដងពុកម៉ែបងប្អូនជាពិសេសគឺខែវស្សានឹងឯងបាទហើយផ្សិតកាចូលនេះគឺ1គីឡូថ្លៃបងប្អូនស្ទុះខ្លាំងអាចឡើងពី1គីឡូ60000រហូតដល់8ទៅ100000ហើយកំពុំបងប្អូនបាទហើយចំពោះផ្សិតដែលរីកហើយហ្នឹងគឺ1គីឡូខ្ទង់40000ឬក៏50000នេះទេតែឥឡូវវាអាចថារៀងធ្លាក់តម្លៃបន្តិចដោយសារតែឆ្នាំនេះគឺផ្សិតហ្នឹងគឺដុះរៀងច្រើនគូសំប៉ុន្តែបងប្អូនខាងខេត្តផ្សេងមួយចំនួនបែរគាត់អត់ស្គាល់ទេថាផ្សិតនេះជាផ្សិតអីហើយបងប្អូននៅខាងត្បូងឃ្មុំខាងសុកនិមិត្តឬក៏ខាងសុកចកាលើតំបែហ្នឹងគាត់ស្គាល់ច្បាស់ណាស់គឺផ្សិតនេះគឺជាផ្សិតកាចូលបាទហើយបងប្អូនខាងកំពង់ធំក៏គាត់ស្គាល់ដែរខាងចិនលាខាងព្រៃឡង់មានខាងសុកសណ្ដានអីហ្នឹងក៏គាត់ស្គាល់ផ្សិតហ្នឹងដែរបាទបន្ទាប់ពីយើងជាជើងវាយកដីវាចេញអស់ហើយឥឡូវយើងយកមកដាក់នៅក្នុងយកមកសម្អាតបាទនេះនៅក្នុងឡាបូសម្អាតហ្នឹងយើងយកវាមកសម្អាតវាបន្ទាប់អញ្ចឹងណាបន្ទាប់ពេលយកមកដំបងបងប្អូនគិតថាមិនស្លោអីព្រោះចង់ស្លោឲ្យបានច្រើនមុខអញ្ចឹងណាគិតថាទុកឆាផងស្ងោរផងហើយមួយទៀតយកវាទៅបបរអញ្ចឹងយើងសម្រេចចិត្តថាយកទៅបបរគ្រឿងព្រោះផ្សិតនេះវាមិនងាយរកទេបើផ្សិតជាទូទៅនៅតាមទីផ្សារហ្នឹងយើងសម្បូរបងប្អូនយើងអាចយកមកបបរពេលណាក៏បានដែរប៉ុន្តែផ្សិតនេះឆ្ងាញ់ណាបងប្អូនឆ្ងាញ់ខ្ញុំថាឆ្ងាញ់គឺឆ្ងាញ់បងប្អូនដែលធ្លាប់បានសាកគួរតែសាកបានម្ដងមិនដឹងថាបបរនេះវាឆ្ងាញ់អ្នកខ្លះគាត់អាចនិយាយថាសាច់មាន់អត់ដូរបងប្អូនគាត់សុខចិត្តយកផ្សិតនឹងវិញព្រោះផ្សិតនឹងវាថ្លៃវាឆ្ងាញ់ហើយវាផ្អែមសាច់វាស្រអបាទឥឡូវយើងនេះកំពុងតែលាងសម្អាតវាបន្តចឹងទៅព្រោះយើងលាងម្ដងវាអត់ស្អាតទេបងប្អូនព្រោះវាដុះពីដីមកនៅពេលដុះពីដីមកវាតែងតែជាប់ជាមួយនឹងដីជាប់ជាមួយនឹងស្មៅជាប់ជាមួយនឹងភក់អីចឹងទៅវាតាមទីកន្លែងចឹងណាប៉ុន្តែបញ្ជាក់បងប្អូនផ្សិតនេះវាដុះកន្លែងស្អាតណាប៉ុន្តែស្អាតយ៉ាងណាក៏ដោយក៏យើងអត់ទុកចិត្តដែរព្រោះវាដុះពីដីមកអញ្ចឹងយើងត្រូវតែសម្អាតវាឲ្យបានច្រានទឹកហើយឲ្យបានស្អាតបាទហើយនេះខ្ញុំកំពុងតែរៀបចំសម្អាតវា2 3ទឹកបងប្អូនដើម្បីជំរះឲ្យជាតិដីនឹងផងជំរះឲ្យជាតិប្រឡាក់នឹងផងបាទនេះបងប្អូនឃើញអត់នេះខ្ញុំលើកមកមួយហ្នឹងគឺកំពុំហ្នឹងថ្លៃបងប្អូនថ្លៃជាងរីកទៀតផ្សិតដែលរីកគឺតម្លៃធូរថ្លៃជាងហ្នឹងក្រោម10000ឬក៏20000ហើយនេះគឺផ្សិតវាកំពុំអញ្ចឹងថ្លៃត្រូវបងប្អូនព្រោះមួយឆ្នាំមានតែម្ដងកម្ររបស់កម្របាទឥឡូវយើងរៀបចំបង្កយើងរៀបចំខ្ទឹមដើម្បីត្រៀមបំពងវាឥឡូវយើងដំខ្ទឹមបែកប៉ក់នឹងបដាអញ្ចឹងទៅបាទយើងដំបដាយើងរៀបចំអីផ្សេងបដាអញ្ចឹងទៅបាទនេះឥឡូវយើងដំមួយទៅបន្ទាប់មកយើងយកមកហាន់វាបាទបន្ទាប់មកយើងយកមកកចាមវាបងប្អូនសុខខ្លះគាត់យល់ថាយកកច្រាំតែសុខខ្ញុំយកហាន់អញ្ចឹងទៅនេះឥឡូវយើងចាប់ផ្ដើមកច្រាំវាគេច្រាំបែកប៉ក់អញ្ចឹងទៅដើម្បីឲ្យវារឹងល្អិតម៉ត់បន្តិចទៅណាស្រួលយើងបំពងហើយបបរគ្រឿងនៅពេលដែលយើងអត់ពងខ្ទឹមអត់មានខ្ទឹមអត់មានអីហ្នឹងវាអត់សូវឈ្ងុយទេបាទអញ្ចឹងយើងត្រូវតែមានខ្ទឹមបំពងវាហើយបំពងកុំឲ្យវាខ្លោចពេកបងប្អូនបំពងវារឹងក្រហមបានហើយបាទឥឡូវយើងមកមើលជាក់ស្ដែងហើយបន្ទាប់មកយើងលាងអង្ករនេះបងប្អូនយើងលាងអង្ករ
យើងលាងឲ្យស្អាតពី3ទឹកចឹងណាហើយយើងក៏ដាក់ឆ្នាំងចឹងទៅបាទបន្ទាប់មកគឺយើងដាក់ឆ្នាំងវាឲ្យរាងក្តៅឆ្នាំងតិចយើងចាក់ខ្លាញ់ចូលយើងឆាអង្ករយើងបំពងខ្ទឹមមុនបាទនេះបងប្អូនឃើញអត់នេះខ្ទឹមហ្នឹងគឺយើងត្រូវបំពងវារឹងក្រហមបន្តិចនេះបងប្អូនបបរគ្រឿងនៅពេលអត់មានខ្ទឹមវាអត់ឆ្ងាញ់បងប្អូនវាអត់មានបន្ថែមរសជាតិថ្មីទៀតចឹងណាហើយបបរគ្រឿងនេះដែរបើយើងអត់យកអង្ករទៅឆាក៏វាអត់ឆ្ងាញ់អត់ឈ្ងុយដែរបាទបងប្អូនដែលអត់ឆាអង្ករមុននឹងបបរវាអត់សូវឆ្ងាញ់ទេអត់ឈ្ងុយឥឡូវនេះមកមើលខ្ទឹមយើងបំពងវារាងក្រហមគេថាក្រហមជើងក្រងណាបាទយើងកំទុកឲ្យវាក្រហមខ្លាំងពេកវាអាចខ្លោចអញ្ចឹងប៉ុណ្ណឹងមកល្មមក្រហមប៉ុណ្ណឹងមកយើងដួសដាក់កូនចានយើងមកបាទនេះយើងដួសដាក់កូនចានយើងទុកយ៉ាងមកបាទហើយបន្ទាប់មកឲ្យយើងត្រៀមឆ្នាំងយើងឆាអង្ករម្ដងបន្ទាប់ពីយើងដុសខ្ទឹមចេញយើងឆាអង្ករចូលម្ដងបងប្អូនឃើញទេយើងឆាវាឆាចុះឆាឡើងឆាចុះឆាឡើងដើម្បីឲ្យវារាងដាច់ទឹកចឹងនឹងបន្តិចបាទហើយយើងមើលដែរបើថាវាក្រៀមក្រោះពេកយើងអាចដាក់ទឹកគ្រឿងអីនេះឥឡូវឆាដាច់ទឹកទៅយើងអាចដាក់ទឹកសំទោសឲ្យជាប់មាត់ទឹកត្រីកុំឲ្យវាខ្លោចឆ្នាំងបាទយើងដាក់ទឹកត្រីបន្តិចមកហើយយើងដាក់ម្សៅរ៉ូឌីបន្តិចមកហើយយើងដាក់ស្ករខ្លះទៀតមកបាទដើម្បីបន្ថែមរសជាតិនៅក្នុងពេលរៀងឆាអង្ករហ្នឹងហើយបងប្អូនឃើញអត់ហើយឥឡូវនេះចូលមកដល់ឆ្នាំងមួយទៀតនេះគឺឆ្នាំងដែលខ្ញុំដាំទឹកដាក់ជាមួយនឹងឆ្អឹងជ្រូកបាទយើងលាយឆ្អឹងជ្រូក2ដុំបន្ថែមរសជាតិហើយនេះសណ្តែកបដោះយើងរៀបចំសណ្តែកបដោះបាទឥឡូវយើងត្រៀមឆ្នាំងត្រៀមអីហើយនេះបងប្អូនឃើញអត់ទឹកយើងក៏ពុះដែរហើយសណ្តែកបដោះក៏យើងរៀបចំរួចលាងសម្អាតវារួចឥឡូវយើងមកលាងជីម្ដងបាទដើម្បីបបរគ្រឿងនេះយើងត្រូវការគ្រឿងច្រើនអញ្ចឹងបានឈ្មោះថាបបរគ្រឿងបងប្អូនឃើញអត់នេះយើងមានស្លឹកជីរណាមានជីផ្សេងៗដែលអាចដាក់បានបាទនេះតែតាមចំណងចំនួនចិនទៅហើយខ្ញុំចូលចិត្តជីអាណាខ្ញុំដាក់ជីអាណានេះបងប្អូនឃើញអត់យើងរៀបចំវាឲ្យស្អាតមកហើយជាពិសេសគឺយើងមានក្រូចឆ្មាទៀតបាទក្រូចឆ្មានឹងគ្រឿងពិសេសហ្នឹងបងប្អូនខ្លះក៏អត់ចេះហូបក្រូចឆ្មាដាក់ជាមួយបបរគ្រឿងទេយើងមិនបាច់ដាក់ទេតាមចំណងចំនួនចិត្តឥឡូវនេះអង្ករដែលយើងឆារួចយើងយកមកដាក់នៅក្នុងឆ្នាំងនេះបងប្អូនឃើញអត់យើងឆាអង្ករហ្នឹងលាយជាមួយផ្សិតលាយអីហើយមកយើងចាក់ចូលនៅក្នុងឆ្នាំងតែម្ដងបងប្អូនឃើញអត់បាទងាយបាទវិធីសាស្ត្រធ្វើងាយហើយឆ្ងាញ់លឿនហើយនេះក្រូចឆ្មាយើងធ្វើហ្នឹងយើងត្រៀមឲ្យអស់ណាបងប្អូនកុំឲ្យធ្វើការបបរទៅវាខ្វះគ្រឿងបាទបន្ទាប់ពីយើងរៀបចំក្រូចឆ្មាមកហើយឥឡូវយើងមករៀបចំសណ្តែកបដោះយើងបន្តទៀតចឹងទៅយើងខ្ទឹមមានសណ្តែកបដោះយើងកលេចមកមើលឆ្នាំងបបរមកយើងក៏វាឆ្អិនតិចចឹងណាបងប្អូននេះបាទបងប្អូនឃើញអត់យើងកូរវាតិចម្ដងទៅកុំឲ្យវាខ្លោចព្រោះឆ្នាំងភ្លើងជាទូទៅនៅពេលយើងចម្អិនទុកចោលមិនថាម្ហូបអីទេវាអាចខ្លោចឆ្នាំងឬខ្លោចម្ហូបរបស់យើងអញ្ចឹងទៅយើងជាយាមកូរវាបានច្រើនតិចបាទកុំឲ្យជីវាមកវាខ្លោចឥឡូវយើងនេះមកមើលឆ្នាំងបបររបស់យើងហើយផ្សិតរបស់យើងក៏វាឆ្អិនហើយបងប្អូនណាឆ្អិនហើយឥឡូវយើងភ្លក់តិចមកបាទមើលស្ទើរទាំងសាបអញ្ចឹងទៅយើងបន្ថែមទឹកត្រីតិចទៅដើម្បីឲ្យវាដិតជាងមុនអញ្ចឹងណាបាទដើម្បីវាដិតជាងមុនបងប្អូនឃើញអត់នេះបបរហ្នឹងឆ្ងាញ់ណាបងប្អូនឆ្ងាញ់ឈ្ងុយខ្ញុំតែងជម្រាបខាងដើមវីដេអូថាបងប្អូនណាដែលអត់ធ្លាប់បានហូបអត់ធ្លាប់បានញ៉ាំអីគួរតែភ្លក់រសជាតិនឹងម្ដងទៅបាទព្រោះវាឆ្ងាញ់មែនបងប្អូនអត់មានក្លិនអត់មានធំអីទេបាទឥឡូវបន្ទាប់ពីបបរយើងឆ្អិនយើងក៏ត្រៀមចានមកដាក់សណ្តែកបដោះបាទដាក់បន្លែដែលយើងរៀបចំហើយហ្នឹងឥឡូវយើងដួសចូលឆ្នាំងដួសចូលចានរបស់យើងបាទឥឡូវដួសចូលចានរបស់យើងហ្នឹងហើយបងប្អូនឃើញទំនងមែនតើបងប្អូនវាស្តៀងនឹងសាច់មាន់អញ្ចឹងណាសិតទេតែវាស្តៀងនឹងសាច់មាន់វាខុសពីផ្សិតចំបើខុសពីផ្សិតសខុសពីផ្សិតផ្សេងដែលលក់នៅលើទីផ្សារអញ្ចឹងណាតែវាអត់ក្លិនទេ
bà việc khăn tới với chuối hay chứ ngành sật phọ sật ấy nó bị ai khăn đây thì tây chân từ hay bỏ vào sọt để nhóm thọp hộp thọp nhám chứ bà em sật cái chốn cứ ở thì ở khăn này thằng họ vì chứ ngành hay phải mình tên sạch vì phải em rồi giờ đủ đã tràn chân hai này giờ tham cái tâm bổng po này máu giờ đã xiềng bật tịch máu hay bật tội một tiết bây giờ rồi chi bây giờ nó đã soi pin lờ tràn lên máu với tầm nổ hay bổng bồn cười nhát bà tầm nổ á tầm nổ em tha tầm nổ cứ tầm nổ à lời này giờ đủ rì chọn rì rò hai bàn hay bông bồn á để châu chất chí đã chí tới bông bồn á để mình châu chất có tới tam trong non trong nuôi chất riêng luôn hay nhóm châu chất đã chi là bởi vì còn tham rồi chết mây mùi tiết hay miền sân tay và đo miền tầm bổng bông miền xiên miền tây tới ở dân tham tức tây tức sự yêu rồi có tức mặt tê mà đây các bạn mà co bị chê như tham tức các bạn đây lưu cho mọi người mới chất là video đến nhóm miền tại và đăng thấy bạn hãy ở công trang bye bye bằng bông và cả tôi là video này tầm bây tôi ba video mới tiếp tục like share hay subscribe đó tầm bây tôi ba video mới bạn bye bye con nó con chơi bằng bông